Topic 356 Saving Life During Flood Disaster. Is everyone okay here? We are here to help. Thank you. We were trapped in the house because of the flood. Don't worry, we will get you to a safe place. How many people are inside? There are four of us, including one child. Alright, please stay calm and follow my instruction. We are ready. What should we do? First, take all the essential items and move carefully to the boat. Okay, we will do that now. Watch your step. The water is deep and the ground is slippery. Thank you for warning us. You are safe now. We will take you to the shelter. We are very grateful for your help. My pleasure is our duty. Stay strong. Everything will be alright. Thank you so much. Thank you, teacher. Thank you very much. Okay, Subhain, continue. Yes, sir. Topic 356 Saving Lives During Flood Disaster. Is everyone okay here? We are here to help. Thank you. We were trapped in the house because of the flood. Don't worry, we will get you to a safe place. How many people are inside? There are four of us, including one child. Alright, please stay calm and follow my instruction. We are ready. What should we do? First, take only essential items and move carefully to the boat. Okay, we will do that now. Watch your step. The water is deep and the ground is slippery. Thank you for warming us. Your, your, you're safe now. We will take you to the shelter. We are very grateful for your help. My pleasure. It's our duty. Stay strong. Everything will be alright. Thank you so much. Thank you. Thank you so much. Okay, next, Bong Surin, please continue, Bong. ជួយសង្គ្រោះជីវិតក្នុងពេលមានគ្រោះទឹកជំនន់តើអ្នកទាំងអស់គ្នានៅទីនេះសុខសប្បាយទេពួកយើងមកដល់ទីនេះដើម្បីជួយអ្នកអរគុណពួកយើងបានជាប់នៅក្នុងផ្ទះដោយសារទឹកជំនន់កុំបារម្ភអីពួកយើងនឹងនាំអ្នកទៅកាន់កន្លែងដែលមានសុវត្ថិភាពហើយមានមនុស្សប៉ុន្មានអ្នកនៅខាងក្នុងពួកយើងមានគ្នា4នាក់រួមទាំងក្មេងម្នាក់ផងដែរមិនអីទេសូមរក្សាភាពស្ងប់ស្ងាត់ហើយធ្វើតាមការណែនាំរបស់ខ្ញុំពួកយើងរួចរាល់ហើយតើគួរធ្វើអ្វីជាដំបូងយកតែរបស់ចាំបាច់ហើយផ្លាស់ទីដោយប្រុងប្រយ័ត្នទៅលើទូកបានពួកយើងនឹងធ្វើវាឥឡូវនេះប្រយ័ត្នជំហានរបស់អ្នកទឹកគឺជ្រៅហើយដីរអិលណាស់អរគុណសម្រាប់ការដាស់តឿនអរគុណដែលបានដាស់តឿនពួកយើងអ្នកមានសុវត្ថិភាពឥឡូវនេះហើយពួកយើងនឹងនាំអ្នកទៅកាន់ទីជម្រកពួកយើងពិតជាដឹងគុណចំពោះការជួយរបស់អ្នកណាស់មិនអីទេនេះគឺជាកាតព្វកិច្ចរបស់ពួកយើងរងមាំឡើងអ្វីៗនឹងល្អប្រសើរឡើងអរគុណច្រើន Thank you. Thank you. Okay, Bong Sui Moon, your turn, Bong. Yes, teacher. ការជួយសង្គ្រោះជីវិតក្នុងអំឡុងពេលមានគ្រោះទឹកជំនន់តើអ្នកទាំងអស់គ្នានៅទីនេះសុខសប្បាយទេពួកយើងមកទីនេះដើម្បីជួយអ្នកអរគុណពួកយើងនៅជាប់នៅក្នុងផ្ទះពីព្រោះទឹកជំនន់ពីព្រោះដោយសារទឹកជំនន់
កុំបារម្ភអីយើងនឹងនាំអ្នកទៅកាន់កន្លែងសុវត្ថិភាពតើមានមនុស្សប៉ុន្មានអ្នកនៅខាងក្នុងមាន4នាក់រួមទាំងកុមារម្នាក់ដែរមិនអីទេសូមរក្សាភាពស្ងៀមស្ងាត់ហើយធ្វើតាមការណែនាំរបស់ខ្ញុំពួកយើងរួចរាល់ហើយតើយើងគួរធ្វើអ្វីដំបូងយកតែរបស់សំខាន់ហើយផ្លាស់ទីទៅដោយប្រុងប្រយ័ត្នទៅកាន់ទូកមិនអីទេយើងនឹងធ្វើវាឥឡូវនេះប្រយ័ត្នជំហានរបស់អ្នកទឹកជ្រៅហើយដីរអិលដែរសូមអរគុណសម្រាប់ការរំលឹករបស់អ្នកអ្នកមានសុវត្ថិភាពឥឡូវនេះយើងនឹងនាំអ្នកទៅកន្លែងស្នាក់នៅយើងដឹងគុណអ្នកពួកយើងពិតជាដឹងគុណអ្នកខ្លាំងណាស់ចំពោះការជួយរបស់អ្នកមិនអីទេនេះគឺជាកាតព្វកិច្ចរបស់ពួកយើងចូលរឹងមាំឡើងអ្វីៗនឹងល្អប្រសើរឡើងអរគុណច្រើន Thank you teacher គុណច្រើនហ្មង Thank you Okay next បងលក្ខណៈ your turn មក Yes sir ការជួយសង្គ្រោះជីវិតក្នុងកំឡុងពេលមានគ្រោះមហន្តរាយទឹកជំនន់តើអ្នករាល់គ្នានៅទីនេះសុខសប្បាយទេយើងមកទីនេះដើម្បីជួយអរគុណយើងជាប់នៅក្នុងផ្ទះដោយសារទឹកជំនន់កុំបារម្ភអីយើងនឹងនាំអ្នកទៅកន្លែងសុវត្ថិភាពតើមានមនុស្សប៉ុន្មានអ្នកនៅខាងក្នុងយើងមានគ្នា4នាក់រួមទាំងក្មេងម្នាក់ផងដែរយល់ព្រមដល់ណាសូមនៅស្ងៀមយើងនឹងធ្វើតាមការណែនាំរបស់ខ្ញុំយល់ចាស់អូខេយល់ព្រមហើយតើយើងគួរធ្វើអ្វីដំបូងយកតែរបស់របរសំខាន់ហើយធ្វើដំណើរដោយប្រុងប្រយ័ត្នទៅកាន់ទូកយល់ព្រមយើងនឹងធ្វើវាឥឡូវនេះសូមប្រយ័ត្នជំហានរបស់អ្នកទឹកជ្រៅហើយដីរអិលអរគុណសម្រាប់ការប្រាប់របស់អ្នកចំពោះយើងឥឡូវនេះអ្នកមានសុវត្ថិភាពហើយយើងនឹងនាំអ្នកទៅរកទីជម្រកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់អ្នកខ្ញុំរីករាយណាស់ដែលវាជាកាតព្វកិច្ចរបស់យើងចូលរឹងមាំឡើងអ្វីៗនឹងល្អប្រសើរអរគុណច្រើនសូមជួយថាThank you so much បាទចឹងខាងលើនេះis everyone okay here យើងអាចប្រែថាតើអ្នករាល់គ្នានៅទីនេះអត់អីទេបាទអញ្ចឹងក៏បានដែរណាតើអ្នករាល់គ្នានៅទីនេះអត់អីទេOkay so next បងសរៀប Okay one more បងteacher ការជួយសង្គ្រោះជីវិតក្នុងអំឡុងពេលមានគ្រោះទឹកជំនន់តើអ្នកទាំងអស់គ្នាមិនអីទេនៅទីនេះពួកយើងមកទីនេះដើម្បីជួយអ្នកទាំងអស់គ្នាអរគុណពួកយើងបានជាប់គាំងនៅក្នុងផ្ទះពីព្រោះតែទឹកជំនន់កុំបារម្ភអីយើងនឹងនាំអ្នកទៅកន្លែងដែលមានសុវត្ថិភាពតើមានមនុស្សប៉ុន្មានអ្នកនៅខាងក្នុងយើងមានគ្នា4នាក់រួមទាំងក្មេងម្នាក់ផងដែរ
មិនអីទេសូមនៅឲ្យស្ងៀមហើយធ្វើតាមការណែនាំរបស់ខ្ញុំពួកយើងត្រៀមរួចរាល់ហើយតើពួកយើងគួរធ្វើអ្វីជាដំបូងអ្នកគ្រាន់តែយករបស់ដែលសំខាន់ហើយធ្វើដំណើរដោយប្រុងប្រយ័ត្នទៅកាន់ទូកយល់ព្រមពួកយើងនឹងធ្វើវាឡើងនេះសូមប្រយ័ត្នជំហានរបស់អ្នកទឹកជ្រៅហើយដីក៏រអិលអរគុណសម្រាប់ការដាស់តឿនដល់ពួកយើងអ្នកនឹងមានសុវត្ថិភាពហើយឥឡូវនេះពួកយើងនឹងនាំអ្នកទៅទីជម្រកពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយរបស់អ្នកពួកយើងរីករាយនឹងជួយវាជាកាតព្វកិច្ចរបស់យើងចូលរឹងមាំឡើង